ថ្ងៃកុរដីយិនត្រូវជាថ្ងៃទី26ខែមីនាឆ្នាំដែលល្អប្រសើរមានឆ្នាំខាលថោះហើយនឹងមមែនិងអ្នកដែលត្រូវការធាតុដីហើយនឹងទឹកក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំម្សាញ់ធាតុទឹកវ័យ14ឆ្នាំនិងម្សាញ់ធាតុឈើវ័យ62ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងចង់ជួសជុលស្វាដំបុកគ្រឹះមានទិសខាងលិចហើយនឹងត្បូងឈៀងកើតចំពោះតារាសាស្ត្រល្អចូលមកក្នុងទិសខាងជើងឈៀងខាងកើតទី3 60 អង្សាយើងអាចអង្គុយប្រើប្រាស់ក្នុងករណីយើងចង់ចាប់លៀបអាចដុតទៀន9ដើមបានចន្លោះម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង1ដល់ម៉ោង3រសៀលក្នុងការដុតទៀនសូមថែរក្សាភ្លើងទៀនដោយការទទួលខុសត្រូវចំពោះថ្ងៃទី26នេះផ្ទាល់យើងឃើញថាមានធម៌ពលល្អប្រសើរគ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរលើកលែងតែចំពោះអាពាហ៍ពិពាហ៍ត្រូវបានហាមឃាត់ជូនពរសំណាងល្អក្នុងការតាមដានតារាសាស្ត្រសម្រាប់ថ្ងៃទី26នេះផ្ទាល់អរគុណ